ជាពិសេសកូនមន្ត្រីកូនរាជវង្សានុវង្សច្រើនតែបញ្ជូនទៅរៀននៅឯប្រទេសបារាំងណាបញ្ជូនទៅរៀននៅប្រទេសបារាំងបន្ថែមទៀតអញ្ចឹងគាត់ជួយនៅក្នុងសារុងនេះគឺដូចជាបង្កើតសាលារៀនណាដែលរៀនជាភាសាខ្មែរផងរៀនជាភាសាបារាំងផងឃើញទេភាសាខ្មែរផងភាសាបារាំងផងដែលនាំឲ្យមានធនធានមនុស្សយ៉ាងច្រើននៅពេលនោះជាធនធានដែលប្រសើរបារាំងនេះបានបន្តបង្កើតធនធានដល់សម័យកុម្មុយនិយមបានបន្តបង្កើតធនធានសម្រាប់ដល់សម័យលន់នល់បន្តពីកុម្មុយនិយមប៉ុន្តែដល់សម័យប៉ុលពតដាច់និរន្តរភាពហ្មងព្រោះលោកចោលសាលាណាលោកចោលសាលាណាបាទអញ្ចឹងនេះគឺជាចម្លើយនៃសំណួរទី2សួរថាហេតុអីបានកម្ពុជាទទួលយកអាណាព្យាបាលបារាំងណាទទួលយកអាណាព្យាបាលបារាំងបាទចូលសំណួរទី3ហេតុអីបានលោកស្រី Margaret Thatcher កាន់អំណាចបានយូរនៅចក្រភពអង់គ្លេសណាហេតុអីបានគាត់កាន់អំណាចបានយូរណា